សួស្តីបងប្អូនអស់នេះហ្នឹងហើយជួបខ្ញុំទៀតដោយបន្ត KH ហើយថ្ងៃនេះមានស្អីទេមាន unbox ហ្នឹងហើយឃើញថាវាកើតតាមផ្លូវអូខេល្អដែរហ្នឹងហើយយើងត្រៀមផ្ទេវាយើងត្រៀមទាំងមេទាំងកូនខ្ញុំលេខចេញហើយហ្នឹងហើយពួកនេះខ្ញុំតំលេងដែរខ្ញុំអត់ធានាថាតើវាស៊ីកូនឬក៏អត់ហ្នឹងហើយពួកនេះផលពណ៌ដែរ Red Rose ហ្នឹងហើយមានពួក Beta ខ្លះពួក Galaxy ហ្នឹងហើយបន្ទាប់ពី unbox ហើយចាំនឹងមានវីដេអូមើលនឹងត្រីដែលខ្ញុំ unbox ហ្នឹងហើយខ្ញុំថតដែរហើយនេះមេយើងត្រៀមហើយយើងចាក់វីចូលទៅកូនក៏ដូចគ្នាហ្នឹងហើយខ្ញុំចាក់ក្នុងកំប៉ុងទូចសិនកូនក៏អញ្ចឹងដែរហ្នឹងហើយដល់តែរៀបចំកន្លែងធំហើយចាំខ្ញុំចាក់វីចូលវិញហ្នឹងហើយអានេះខ្ញុំចាក់តិចតិចអត់ខ្ញុំចាក់ដូចមេខ្លាញ់បាក់ឆ្អឹងបាក់វាទួយវាអីហ្នឹងហើយអានេះសម្រាប់ពួក beta ដែលខ្ញុំ unbox ហ្នឹងបងប្អូនហ្នឹងហើយវាស្អាតវា formក្បាលវាមិនស្អាតតែពណ៌ឲ្យគួរសមដិតហ្នឹងហើយនឹងពួក double tail ពួក neon ហ្នឹងហើយ Galaxy neon ពួកកតុយ2ដែលប្លែកហើយនឹងពួក yellow fancy ហ្នឹងហើយពួកនេះលេង2ដងហ្នឹងហើយឃើញស្អាតក៏ដាក់ថែមមួយគូទៀតលេងទៀតហ្នឹងហើយឥឡូវយើងក៏លេខមកដល់ពួកនេះយើងវិញហ្នឹងហើយនេះយើងចាស់ហើយតែនេះបានចូលជាមួយអាទិត្យជាងនេះធំតិចហ្នឹងពួកកូនដែលយើងអានបងឲ្យមុនហ្នឹងហើយបងប្អូនពួកអាហ្នឹងGreen Dragon បងប្អូនហ្នឹង Green Dragon ខ្ញុំលេងលើកទី1ដែរពួកពួយហ្នឹងហើយមិនដឹងថាវាស៊ីកូនអត់ទេបងប្អូនហ្នឹងហើយខ្ញុំក៏អត់ហ៊ានដាក់មួយមេហ្នឹងហើយកាលហ្នឹងខ្ញុំបែកវាចេញហ្នឹងហើយយើងក៏ដាក់ Artemia ឲ្យវាទៅហ្នឹងហើយពួកនេះវាស្រួលជាង beta វាញ់ចាំតិចហ្នឹងពួកនេះចេញមកធំតិចកូនហ្នឹងហើយចំណែកនេះវាយ៉ាងធំត្រូវតិចហើយបងប្អូនហ្នឹងហើយត្រូវតិចហ្នឹងវាចូលដូចជា2ខែពួកនេះហ្នឹងហើយតែពេលដែលវាធំទៅខ្ញុំតាមដានមើលហើយវាអត់ស៊ីកូនេះពួកនេះហ្នឹងហើយបងប្អូនអត់ស៊ីកូនេះហ្នឹងហើយព្រោះអត់ដែរចិញ្ចឹមដែរអញ្ចឹងលើកទី1ខ្លាចស៊ីព្រោះពួកប្រភេទពណ៌ប្រយ័ត្នកូនពួកពួយខ្លះវាស៊ីកូនហ្នឹងហើយស៊ីកូនអញ្ចឹងអត់បានទេហ្នឹងហើយនេះវារៀងត្រូវហើយនឹងដូចជាចង់2ខែពួកនេះហ្នឹងហើយចង់2ខែត្រូវតិចហើយត្រៀមយកទៅកន្លែងក្រៅហ្នឹងហើយនេះខ្ញុំទុកក្នុងបន្ទប់ហ្នឹងហើយទុកសម្រាប់ថតលេងបងប្អូនហ្នឹងហើយថតមើលការវិវត្តវាធំអត់ហ្នឹងតែគាត់អត់សូវបានពេលថតដាក់កែវស្រួលបួរដែរហ្នឹងហើយតែជាវីដេអូក្រោយព្យាយាមហុំកែវដាក់ថតទូទៅល្អខ្វាច់ល្អហ្នឹងហើយវារវល់ដែរបងប្អូនតែគាត់ថាយើងចេះតែថតលេងមើលកំសាន្តទៅហ្នឹងហើយសុបាយលក់ខ្លះអីខ្លះហ្នឹងហើយយើងស្អាតយើងរើសទៅហ្នឹងហើយសម្រាប់ពួកនេះយើងយកវាមកដាក់ក្រៅបងប្អូនវាចូលពេញខ្សែ3ខែជាងហ្នឹងហើយតែយើងនៅស្ទើទំហំហើយជាចូល2 bet ទៅទៀតហ្នឹងហើយនេះខ្ញុំសិលេចមើលសិនណាទៅទៀតខ្ញុំនឹងចាប់ដាក់កែវហើយយើងមើលសិនអាណាស្អាតព្រោះពូនេះយើងអត់ដឹងដែរហ្នឹងហើយអត់ធ្លាប់លេងនិយាយទៅពណ៌អត់ដែរទេហ្នឹងហើយនេះយើងស្រង់វាមើលហើយឃើញថាស្រង់ទៅឃើញថាមានមកពូជមែនតែចេញមកវាអត់ដូចមេបាវាទាំងអស់ទេហ្នឹងហើយដូចតែពួក beta ដែរហ្នឹងហើយបងប្អូនសម្រាប់នេះចាំមើលទៀតឃើញមានខ្មៅមួយចំនួនប្រហែលជា3-4គ្រាប់ខ្មៅឈ្មោលហ្នឹងហើយមានខ្មៅមានពួក green ពណ៌បៃតងចឹងទៅណាពួក green dragon ហ្នឹងហើយមានបៃតងទៅហ្នឹងហើយឃើញមានពណ៌ផ្សេងទៀតបងប្អូនខ្ញុំភ្លេចមកទៅហ្នឹងហើយវាអត់ចេញមកទៅពួក green ទាំងអស់ហ្នឹងហើយពូជដែលខ្ញុំលេងពួក amosic អញ្ចឹងដែរបងប្អូនហ្នឹងហើយក៏វាចេញជាលក្ខណៈ2ដែរហ្នឹងហើយ2ដែរហ្នឹងហើយចឹងហ្នឹងក៏គេនៅ select ដែរហ្នឹងហើយណាស្អាតណាស់គេ select តាមហ្នឹងហើយពណ៌នេះមានស្រៀងបៃតងខ្លះនិងពណ៌ក្រហមខ្លះកតុយខ្លះបងប្អូនហ្នឹងហើយពួកឈ្មោះយើងឃើញច្បាស់ហ្នឹងហើយមួយទៀតរៀងកម្ៅហ្នឹងហើយដិតវាចេញជា3ពណ៌ហ្នឹងបងប្អូនហ្នឹងហើយខ្លែងលើកទី1ដែរហ្នឹងហើយពូជនេះគេលេង Green Dragon គេថាការពួក Green ហ្នឹងបងប្អូនហ្នឹងហើយអាណាទេខ្មៅហ្នឹងខ្ញុំគិតថាយកចោលហ្នឹងហើយពួកនេះទៀតខ្ញុំនឹងក្រមឲ្យរើសមួយសាទៀតនេះថតមើលសិនណាហ្នឹងហើយខ្ញុំក្រមើលហើយយើងចង់ដឹងថាវាបានស្អាតប៉ុន្មានណាហ្នឹងហើយស្អាតបងប្អូនស្អាតពួកខ្ញុំថតដាក់ក្នុងកន្ត្រងនេះស្អាតនេះវាយើងក្រមហើយប្រហែលជា2អាទិត្យ3អាទិត្យហើយនេះហ្នឹងហើយស្អាតតែមានន័យពណ៌ដិតស្អាតតែនឹងរើសតែស្អាតបងប្អូនអត់ស្អាតអត់យកទេហ្នឹងហើយបានតែប៉ុណ្្នឹងឯងហ្នឹងហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងឯងណាហ្នឹងហើយអរគុណច្រើនហ្នឹងហើយសួស្តីដល់អ្នកគ្នាណាជម្រាបលាបាយ